Ba chịp xưa cũ nhom mua lên là chén nơi ở Chrome EU5 ហើយនេះដែរគឺខ្ញុំមកបង្ហាញពីការប្រើប្រាស់ជាមួយនឹង Python ហើយដំបូងយើងចូលដឹងថា user ដែលយើងប្រើថ្ងៃហ្នឹងវាប្រើលើអីអញ្ចឹងដំបូងគឺយើងប្រើ comment for mi នេះគឺខ្ញុំប្រើនៅលើឈ្មោះខ្ញុំនេះអញ្ចឹងបន្ទាប់មកគឺយើងចូលដឹងថា file ដែលយើង file ដែលនៅក្នុងកុំព្យូទ័រយើងហ្នឹងមានអ្វីខ្លះអញ្ចឹងយើងប្រើ comment ls.l នេះគឺ file ដែលខ្ញុំមានថ្ងៃហើយបន្ទាប់មកទៀតខ្ញុំចង់យក file នៅលើគេទាំង3យកមកប្រើហើយយើងចង់ប្រើ comment ls .l Py head bảyនេះគឺជា file ដែលមាននៅលើគេទាំង3ដែលខ្ញុំចាប់យកអញ្ចឹងបន្ទាប់មកគឺខ្ញុំបង្កើត file ថ្មីបន្ថែមអញ្ចឹងយើងចូលទៅវាយ comment nano ព្រោះខ្ញុំប្រើឈ្មោះខ្ញុំមក text .text នេះគឺទិន្នន័យដែលមានស្រាប់ហើយបន្ទាប់មកគឺយើងវាយទៅមកយើងវាយបន្ថែមយើងវាយ student ហើយយើងចុច cell ចុច control O enter យើងចុច control X ហើយបន្តមកទៀតគឺយើងចង់បើក file ដែលយើងធ្វើបង្កើតហើយមិញអញ្ចឹងយើងវាយ comment can test ច្រឡំគឺយើងវាយឈ្មោះយើង .text Py head .3 នេះគឺ file ដែលយើង add មិញគឺមាន3ឈ្មោះនៅលើគេនេះឥឡូវការងារនេះគឺហើយអញ្ចឹងខ្ញុំសូមclear ចឹងចូលការងារ on put ម្ដងហើយការងារនេះដែរដូចការងារទី1ដែរគឺដំបូងគឺយើងវាយ
form ai cho nên thay user យើងប្រើថ្ងៃនេះស្អីគេអញ្ចឹងយើងប្រើ comment នេះ user ដែលខ្ញុំចូលនៅលើចំពោះ computer ហើយទី2គឺយើងចង់បង្កើតfile ថ្មីយើងចូលវាយ comment nano ខ្ញុំចង់បង្កើតដាក់ឈ្មោះ file យើងគឺឈ្មោះ au5 .text mình sẽ comment ខុស nano au5 នេះគឺឈ្មោះfile ទាំងអស់ដែលវានៅក្នុងនោះគឺយើងបង្កើតអញ្ចឹងបើយើងចង់បង្កើតទៀតគឺយើងវាយវាមកច្រើនជាង add វាថែមទៀតមក student ហើយចុចsave វា enter បន្តមកទៀតគឺយើងចង់ឆែកមើល file ដែលយើង add មិញហ្នឹងគឺយើងចូលទៅវាយ comment អូខេau5 យើងចង់ឆែកមើល file នេះគឺយើង add មកមិញ student នេះគឺ file ទាំងអស់ដែលយើងមាននៅក្នុង file au5 នេះមិញដែលយើង add មិញហើយបន្តមកទៀតគឺយើងចង់មើល file ទាំងអស់ category ទាំងអស់អញ្ចឹងយើងវាយls dot x etcច្រឡំច្រឡំនេះអញ្ចឹងតបនោះគឺយើងវាយsh.lx យើងចង់មើល file ទាំងអស់អញ្ចឹងយើងចុចមកនេះគឺ file ដែលយើងមានហើយបន្តមកទៀតយើងវាយ ls dot lx etcសញ្ញាធំ au5 ដែល file យើងកាន់មិញ
នេះគឺយើងបង្ហាញ file ទាំងអស់និង category មានប្រមាណគឺវាបង្ហាញទាំងអស់អញ្ចឹងបន្តមកទៀតគឺយើង add file យើង add file ដែលយើងចាប់យក3ខាងលើចូលមកបង្ហាញអញ្ចឹងយើងវាយ ls ដក lx etc 3 ហើយយើងដាក់ឈ្មោះចូល u5 .text ចឹងនេះការងារ input ខ្ញុំបានបញ្ចប់ហើយបើជាសួរគ្រូខ្ញុំឈ្មោះលេងរ៉ាឆេននៅក្រុម AU5 ថ្ងៃនេះដែរគឺខ្ញុំធ្វើការងារទី topic UFW ជាដំបូងយើងត្រូវវាយ comment sudo UFW start ធ្វើឆ្លងខ្សែសធំខ្ញុំវាយ password យើងវាយ sudo UFW starter ហ្នឹងមានន័យថាចង់ដឹងថាវា active ឬនៅដោយសារតែយើងអត់ទាន់ enable វាអញ្ចឹងយើងវាយ comment យើងវាយ comment sudo UFW ដដែលហើយយើងវាយពាក្យ enableនៅពេលដែលenable វាហើយយើងមក comment sudo UFW starter យើងវាយ sudo UFW starter ជាថ្មីបើវា active នៅបើវា active អញ្ចឹងយើងឃើញវានេះគឺវា active បន្ទាប់មកយើង add
portវាចូលហើយ add port ហ្នឹងគឺយើងវាយ comment sudoយើងច្រឡំចឹងយើងវាយsudo aw setter ម្ដងទៀតយើងចង់ដឹងថា port វាហ្នឹងយើង add មិញហ្នឹងវាមកហើយឬនៅ sudoនេះគឺវាលក់អត់ធាវឥឡូវយើងរក port វាអត់ទាន់ឃើញទេចឹងយើងធ្វើការ add port វាសារថ្មីយើងវាយ comment sudo awនេះគឺវាចូលហើយដោយសារតែមិនយើង add ទៅវាចូលឥឡូវចូលហើយបន្ទាប់មកយើងវាយ sudo u awពួកយើងចង់ដឹងថាវាហ្នឹងport ដែលយើង add មិញហ្នឹងវាមកអត់ឥឡូវ port មិញយើង add ហ្នឹងគឺវាមកហើយនេះគឺ port 22ហើយបន្តមកទៀតគឺយើង add ចានេះបើថាយើងចង់ដឹងវាមកហើយនៅយើងវាយ sudo uaw setter ហ្នឹងចង់ដឹងថា port ដែលយើង add មកមិញវាមកនៅឥឡូវវាមកហើយបន្តមកទៀតគឺយើង add port លេខ10ម្ដងអញ្ចឹងយើងវាយ comment sudoវាយ sudo uawចាឡូហើយយើងទៅមើលវាម្ដងទៀតថាវាមកហើយនៅ sudo awនេះគឺវាមកហើយបន្តមកទៀតគឺយើងដាក់នេះ port វាលេខ30អញ្ចឹងយើងវាយ sudo uaw 30ចឹងយើងចូលទៅមើលវាម្ដងទៀតថាវាមកហើយនៅនេះបាទគឺមកហើយចឹងបន្ទាប់មកគឺយើងបន្ទាប់មកគឺយើង reset UFW សារថ្មីចឹងយើងវាយ sudo UFW
save បន្ទាប់មកគឺយើងវាយ comment sudo w starter ចង់ដឹងវាអត់ធាវអត់ចឹងនេះគឺវាលេខអត់ធាវហើយចឹងយើងអានរបស់វាគឺយើង add port វាស្រាប់ថ្មីចឹងយើងវាយsudo wឆ្កែក៏ការងារខ្ញុំធ្វើបានបញ្ចប់បាទជម្រាបសួរលោកគ្រូខ្ញុំឈ្មោះលេងរឆេតនេះឯងខ្ញុំមកនិយាយពីការបង្កើតAWS ចឹងជាដំបូងគឺយើងចូលទៅបង្កើត AWS នេះគឺជាឈ្មោះដែលទៅបង្កើតគឺយើងចង់កើតឈ្មោះអីក៏បានដែរចឹងយើងកើតវីដេអូនេះយើងកើតវីដេអូAWS ទៅយើង remote ទៅខាង user ចឹងយើងចូលទៅដើម្បី connect យើងវាយឈ្មោះមក remote AWS ចឹងចុច create page ចឹងយើងបាន download មកហើយតោះមកយើងចូលទៅ download វាឲ្យពេញហើយយើងចូលទៅខាង file folder នេះ file នេះខ្ញុំកើតចំនួន 4ហើយយើងចុច file យើង add មិញមកហើយនេះគឺជាដែលយើងត្រូវធ្វើចឹងដើម្បី remote វាបានគឺយើង copy
dương copy từng lê từng còng chứ dương sẽ đánh như đường hai dương chơi ở connect chân dương so là dương download này là dùng em mình những người dân vô mau đặt là desktop chống tầm tiếp trực download hay dân vô shop vô một đại trong folder nhân tầm cảnh này hay dân check conference or we load our page chân tầm tiếp cái dân cho remote chứng trong khi number 4 của dân bay em thử ca bay sau comment là dân copy để cái non em đã giúp em những dùng đã nó là mình đăng ký tăng hay ở giúp cho như cái việc cháu nhưng vậy em hơi trật máu dân bay xuống đúng APT update dân thử cả update viết cho dân rung trong cái update open xin nó chân đi tung từ update chương rung trong kia xin Tôi vô hỏi tôi con đi tập trong dân vay sudo apt update mình dân vay anh đem sai là dân vay sudo apt install steam mà đúng
ចឹងយើងវាកំពុងតែដំណើរការតមកទៀតយើងវាយ sudo update តមកទៀតយើងវាយ sudo text.text នេះគឺជាយើងចូលក្នុង file តមកទៀតគឺយើងផាសឈ្មោះដែលយើងចង់បង្កើតហ្នឹងយើងផាសចូលតមកទៀតគឺយើង save ឲ្យយើងថយទៅវិញយើងវាយCT CAT text.txt នេះគឺយើងឃើញfile ដែលយើង add មិញហ្នឹងគឺយើងមាននៅក្នុងហ្នឹងហើយបន្តមកទៀតគឺយើងវាយcp text នេះគឺជាយើងវាយយើងវាយទៅតាមលេខឲ្យមានព័ត៌មានក្នុងហ្នឹង